Welcome, Cambo News, AI. ថ្ងៃ15មេសាប្រទេសធំដល់ទៅ3រងគ្រោះរញ្ជួយដីដូចគ្នាខ្លះប៉ះពាល់ខ្លាំងចំណែកខ្លះទៀតក៏ស្រាលកាលពីព្រឹកថ្ងៃទី16មេសាឆ្នាំ2025កន្លងទៅនាយកដ្ឋានឧតុនិយមប្រចាំប្រទេសថៃបានប្រកាសថាមានគ្រោះរញ្ជួយដីកម្រិត 4.1 រិចតរបានកើតមានឡើងនៅប្រទេសមីយ៉ាន់ម៉ាបង្កការរញ្ជួយនៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ាថៃគ្រោះរញ្ជួយដីនេះដែលកើតមានក្នុងជម្រៅប្រមាណ15គីឡូម៉ែត្រដោយចំណុចកណ្ដាលស្ថិតនៅចម្ងាយ160គីឡូម៉ែត្រភាគពីយប់ខេត្តម៉ែហងប្រទេសថៃពលរដ្ឋនៅតាមតំបន់ព្រំដែនគឺទទួលអារម្មណ៍រញ្ជួយប៉ុន្តែមិនមានសេចក្តីរាយការណ៍ណាបញ្ជាក់ពីការខូចខាតឬរងគ្រោះដល់អាយុជីវិតនោះឡើយជាមួយគ្នានោះដែរខាងទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានបង្ហាញដែរថានៅភាគខាងត្បូងប្រទេសហ្វីលីពីនក៏បានរងគ្រោះរញ្ជួយដីដូចគ្នាជាមួយកម្រិត 5.6 រិចតរដោយគ្រោះរញ្ជួយដីនេះដែលកើតមានឡើងនៅកោះមីនដាណូក្នុងជម្រៅប្រមាណ30គីឡូម៉ែត្រគ្រោះរញ្ជួយដីនេះកំណត់ថាជាគ្រោះរញ្ជួយដីកម្រិតខ្លាំងប៉ុន្តែដោយសារតែវាកើតឡើងមិនក្នុងរយៈពេលយូរដូច្នេះមិនមាននយោបាយការបញ្ជាក់ពីការខូចខាតឬករណីស្លាប់នោះឡើយដោយឡែកក្នុងថ្ងៃទី16ខែមេសាជាមួយគ្នានេះនៅតំបន់ Hindukush នៃប្រទេសអាហ្វហ្គានីស្ថានក៏រងគ្រោះរញ្ជួយដីផងដែរក្នុងកម្រិត 5.9 រិចតរដោយការរញ្ជួយកើតមានដល់ក្រុង New Delhi និងបណ្ដាតំបន់នានាផ្សេងទៀតក្នុងប្រទេសឥណ្ឌាទៀតផងគ្រោះរញ្ជួយដីនេះវាប្រហារក្នុងជម្រៅ75គីឡូម៉ែត្រដោយខាងមជ្ឈមណ្ឌលជាតិផ្នែកគ្រោះរញ្ជួយដីប្រចាំប្រទេសឥណ្ឌាបានបញ្ជាក់ថានេះចាត់ទុកជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលអាចបង្កជាការខូចខាតធ្ងន់ធ្ងរជាពិសេសទីតាំងនៅក្បែរចំណុចកណ្ដាលនៃការរញ្ជួយដីយ៉ាងណាមិញមកទល់ពេលនេះនៅមិនទាន់មានរបាយការណ៍បាញ់ជាក់ពីករណីស្លាប់និងការខូចខាតណាមួយឡើយបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ